អ្នកទាំងអស់គ្នាតិចអត់ដឹងថានៅខាងក្នុងចិត្តរបស់អ្នកទាំងអស់គ្នាហ្នឹងគឺជារោងចក្រផលិតគំនិតចាវាគឺជារោងចក្រផលិតគំនិតនៅខាងក្នុងយើងគ្រប់មនុស្សទាំងអស់គឺនៅក្នុងហ្នឹងមានពីរចំណែកដែលវាផលិតបានហើយគំនិតដែលវាផលិតចេញមកបើតាមលោក David J. Ford គាត់និយាយថានៅក្នុងចិត្តយើងនោះគឺផលិតបានពីរផ្នែកទី1គឺនីឈ្នះហើយមួយទៀតគឺនីចាញ់នីឈ្នះហ្នឹងមកហើយនីចាញ់ហ្នឹងមកហើយវាមានន័យថាចាដល់ពេលដែលវាជានីឈ្នះគឺវាមាននីតិផលិតគំនិតល្អហើយវាផលិតហេតុផលឲ្យយើងឃើញល្អឲ្យយើងរកផ្លូវដែលអាចទទួលជោគជ័យបានហើយវាគ្រប់គ្រងឲ្យយើងធ្វើជាគំនិតមួយដែលគ្រប់គ្រងដូចជាខ្ញុំអាចធ្វើបានឬក៏វាគួរតែអញ្ចឹងហើយខ្ញុំនឹងនៅតែបន្តទៅមុខទៀតអានឹងនៅពេលដែលអ្នកទាំងអស់គ្នាមានគំនិតហ្នឹងចេញមកអាហ្នឹងឯងគឺនេះឈ្នះប៉ុន្តែបើសិនជានៅពេលដែលអ្នកទាំងអស់គ្នាធ្វើអីមួយហើយអ្នកទាំងអស់គ្នាចាប់ផ្ដើមមានអារម្មណ៍ថាឬក៏មានគំនិតថាខ្ញុំធ្វើអត់កើតទេខ្ញុំខ្សោយចេះខ្ញុំខ្សោយចោះឬក៏អូធ្វើអញ្ចេះមិនកើតទេនិយាយទៅឲ្យតែជាគំនិតអវិជ្ជមានចេញមកពីខាងក្នុងយើងរារាំងយើងមិនឲ្យចាប់ផ្ដើមធ្វើវាដោយសារហេតុផល1 2 3 4អីចឹងទៅអាហ្នឹងហើយគឺជានីចាញ់អញ្ចឹងអ្នកទាំងអស់គ្នារើសមើលថាចង់បាននីចាញ់ឬក៏ចង់ផលិតនីឈ្នះ